អូខេសួស្តីអ្នកនរគ្នាហើយនៅក្នុងវីដេអូមួយនេះខ្ញុំធ្វើការបង្ហាញបងប្អូនអរគ្នាទាក់ទងជាមួយនឹងរបៀបនៃការ check មើល model computer ដើម្បីឲ្យដឹងច្បាស់ថាតើ computer របស់យើងមាន model អ្វីដើម្បីងាយស្រួលក្នុងការធ្វើការ order គ្រឿងបន្លាស់ផ្សេងៗខ្ញុំឧទាហរណ៍មួយថានៅពេលដែល computer ខូចថ្មអញ្ចឹងពេលខ្លះគឺយើងអត់ដឹងថាយើងត្រូវកំងបែបណាឲ្យវាត្រូវទេអញ្ចឹងពេលខ្លះយើងទៅសួរជាងអីអាចថាគេក៏អត់ដឹងថាប្រាប់មិនដែរនៅពេលដែលគេអត់ស្គាល់ model computer របស់យើងឬក៏ពេលខ្លះយើងចង់លក់ដូរ computer របស់យើងក៏យើងពិបាកក្នុងការប្រាប់ពីព័ត៌មានរបស់ computer របស់យើងដែរអញ្ចឹងដូច្នេះហើយខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអរគ្នាទាក់ទងជាមួយនឹងរបៀបនៃការ check ព័ត៌មាននៅក្នុង computer របស់យើងឬក៏យើងហៅថា check មើល model computer របស់យើងថាតើ machine computer របស់យើងមាន CPU មាន RAM ប៉ុណ្ណាហើយវាជាអីខ្លះអញ្ចឹងកុំឲ្យខាត់ពេលយូរគឺយើងចាប់ដើមចូលទៅ check មើលជាដំបូងបងប្អូនអរគ្នាត្រូវចុច Windows key បូកជាមួយនឹងអក្សរ O បន្ទាប់ទៀតបងប្អូនអរគ្នាវាយពាក្យថា DXDIAG បន្ទាប់ទៀតមកចុច Enter ឬក៏ OK បន្ទាប់ទៀតមកយើងយកពាក្យថា Yes អូខេនេះគឺជា system model របស់ computer ខ្ញុំអញ្ចឹង Dell Latitude 95 20អញ្ចឹងនៅពេលដែលយើងធ្វើការកម្មង់គ្រឿងបន្លាស់អីណាមួយគឺយើងអាចថតនៅកន្លែងនេះឲ្យគេមើលទៅហើយនេះតកតងជាមួយនឹង processor ឬក៏យើងហៅថា CPU គឺ Core i7 ជំនាន់ទី11ហើយ memory RAM របស់យើងគឺ 16GB ដែលវាស្មើនឹង 16384 MB ហើយបន្ទាប់ពីនោះទៀតយើងអាចមើលនៅក្នុង display របស់យើងគឺនេះគឺជាប្រភេទ VGA របស់ខ្ញុំគឺ C graphic បាទ C graphic ហើយទំហំ total របស់វាគឺ 8GB បាទអានេះ sound 1 sound 2 output input របស់យើងហ្នឹងទេអាហ្នឹងអញ្ចឹងអ្វីដែលគេចង់បាននៅពេលដែលគេចង់ទិញលក់ computer របស់យើងយើងអាចមើលព័ត៌មាននៅក្នុងនេះបានមើលតែពីចំណុចនេះ system ហើយនិង display របស់យើងនៅកន្លែងនេះគឺយើងអាចដឹងព័ត៌មានពី computer នឹងបានកាន់តែច្រើនហើយយើងអាចមើលតែសម្បកក្រៅបានទេពេលខ្លះគឺយើងអាចត្រូវពិនិត្យមើលទៅលើព័ត៌មានខ្លះៗទាក់ទងជាមួយនឹង computer នេះឬក៏យើងអាចកម្មង់គ្រឿងបន្លាស់បានដោយខ្លួនឯងផងដែរអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងយើងជួបគ្នាជាមួយខ្ញុំបាននៅវីដេអូក្រោយបន្ថែមទៀតអរគុណច្រើន